បាទឥឡូវយើងចូលទៅដល់សេចក្តីសម្រេចរបស់ឃុំសង្កាត់វិញម្ដងយើងចាប់ដោយការហើយមិញឥឡូវយើងចូលទៅដល់សេចក្តីសម្រេចរបស់ឃុំសេចក្តីសម្រេចរបស់ឃុំគឺយើងនិយាយអំពីគឺជាលិខិតបទដ្ឋានរដ្ឋបាលបង្កើតឡើងដើម្បីអនុវត្តដីការបស់ខ្លួនឬលិខិតបទដ្ឋាននានារបស់រដ្ឋឬចែកអំពីការបង្កើតការតែងតាំងការរៀបចំឬការគ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌទូនាទីមុខងារនិងអំណាចអនុវត្តនៅក្នុងរង្វង់ដែនដីរបស់ខ្លួនសេចក្តីសម្រេចមានលក្ខណៈប្រហាក់ប្រហែលទៅនឹងដីកាឃុំសង្កាត់ដែរប៉ុន្តែមានឋានានុក្រមទាបជាងដីកានិងខ្ពស់ជាងលិខិតរដ្ឋបាលសាមញ្ញធម្មតាផ្សេងទៀតនៅក្នុងឃុំសេចក្តីសម្រេចឃុំសង្កាត់មិនត្រូវផ្ទុយនឹងច្បាប់ដូចគ្នានិងមិនត្រូវផ្ទុយទៅនឹងបទដ្ឋាននានារបស់រដ្ឋនិងដីការបស់ខ្លួនឡើយសេចក្តីសម្រេចរបស់ឃុំត្រូវចុះហត្ថលេខាដោយមេឃុំចៅសង្កាត់តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាដែលមានចំនួនលើសពីពាក់កណ្ដាលនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងមូលបាទចំនួនលើសពីពាក់កណ្ដាលនេះយើងបានលើកឡើងខាងលើហើយបាទឥឡូវយកឧទាហរណ៍សេចក្តីសម្រេចនេះមានអីគេខ្លះនេះគឺជាឧទាហរណ៍ដើម្បីយើងដឹងថាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការកសាងផែនការនិងថវិកាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការថែរក្សាសួនកំសាន្តសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការលទ្ធកម្មគណៈកម្មការគ្រប់គ្រងគម្រោងអញ្ចឹងនៅក្នុងករណីប្រធានស័ក្តិនិងបន្ទាន់បំផុតដែលមិនអាចកោះអញ្ជើញសមាជិកក្រុមប្រឹក្សាឃុំប្រជុំបាននោះមេឃុំចៅសង្កាត់អាចចេញសេចក្តីសម្រេចដើម្បីដោះស្រាយស្ថានភាពបន្ទាន់នោះបានសេចក្តីសម្រេចនោះនឹងត្រូវដាក់ជូនអង្គប្រជុំក្រុមប្រឹក្សាឃុំសង្កាត់នៅពេលបន្ទាប់ដើម្បីពិនិត្យឡើងវិញអំពីភាពត្រឹមត្រូវតាមច្បាប់ឧទាហរណ៍សេចក្តីសម្រេចនៃវិការបង្កើតគណៈកម្មការជួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់អីចឹងទៅអញ្ចឹងចំណុចកន្លែងនេះយើងខ្ញុំសូមបញ្ជាក់បន្តិចមានន័យថាករណីប្រធានស័ក្តិបន្ទាន់ដែលចាំបាច់បំផុតมันអាចកោះអញ្ជើញក្រុមប្រឹក្សាឃុំបានហ្នឹងគឺមានន័យថាមេឃុំគាត់អាចចេញសេចក្តីសម្រេចដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្ដែងបន្ទាន់នោះបានបាទហើយចាំកោះប្រជុំក្រុមប្រឹក្សាឃុំហ្នឹងដើម្បីពិនិត្យទៅលើភាពត្រឹមត្រូវទៅតាមច្បាប់ហ្នឹងឡើងវិញទៅលើសេចក្តីសម្រេចដែលមេឃុំក៏បានបាទ 1.1.3 យើងនិយាយពីលិខិតស្នើបាទលិខិតស្នើគឺជាលិខិតដែលឃុំសង្កាត់រៀបចំឡើងដើម្បីបង្ហាញពីគោលបំណងបាទគោលបំណងនិងមូលហេតុនៃតម្រូវការជាក់លាក់ណាមួយរបស់ខ្លួនផ្សេងទៅកាន់រូបវន្តបុគ្គលនិងនីតិបុគ្គលសាធារណៈឯកជនក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលដែលមានសិទ្ធិសម្រេចនិងដោះស្រាយចំពោះការស្នើសុំនេះបាទអញ្ចឹងឧទាហរណ៍សំណើសុំផ្លាស់ប្ដូរស្មានឃុំសំណើសុំកាត់ប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំសំណើសុំចាត់វិធានការរក្សាសន្តិសុខនៅក្នុងឃុំសំណើសុំចាត់វិធានការស្តីពីការបង្ក្រាបជនល្មើសចាប់សត្វព្រៃឧទាហរណ៍ណាបាទនេះគឺជាឧទាហរណ៍ប្រព័ន្ធសំណើឬក៏ជាសំណើស្នើសុំថវិកាផ្សេងអញ្ចឹងទៅឥឡូវយើងលម្អិតពីសំណើបាទមួយទៀត 1.1.4 យើងនិយាយពីសេចក្តីជូនដំណឹងអ្វីទៅជាសេចក្តីជូនដំណឹងបាទសេចក្តីជូនដំណឹងគឺជាលិខិតដែលឃុំសង្កាត់រៀបចំឡើងដើម្បីធ្វើការតំណែងតំណងជាមួយបុគ្គលក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលមានខ្លឹមសារជាការឆ្លើយតបឆ្លើយបំភ្លឺចំពោះបញ្ហាឬជាការឆ្លើយតបចំពោះសំណើក៏ដូចជាការជូនដំណឹងឲ្យសាធារណជនបានដឹងនៅព័ត៌មានទាំងឡាយណាដែលឃុំសង្កាត់យើងត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងអាចមានចំណងជើងឬក៏អត់មានចំណងជើងបាទហ្នឹងគឺជាទម្រង់របស់សេចក្តីជូនដំណឹង
ទីហោសេចក្តីជូនដំណឹងដែលមានចំណងជើងគឺជាសេចក្តីជូនដំណឹងដែលមានលក្ខណៈជាការជម្រាបព័ត៌មានដល់សាធារណជនទូទៅហើយសេចក្តីជូនដំណឹងដែលមានចំណងជើងគឺពុំមានកម្មវត្ថុដោយសរសេរខ្លឹមសារតែម្ដងឬសរសេរយោងសិនក៏បានអញ្ចឹងក្នុងហ្នឹងគេមានតម្រង់មានអីគេឲ្យយើងសម្រាប់មើលជាឧទាហរណ៍ដូចជាសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកសេចក្តីជូនដំណឹងស្តីពីការចុះត្រានគរឋានចល័តសេចក្តីជូនដំណឹងស្តីពីការសម្ពោធសាលាឃុំថ្មីអីចឹងទៅឧទាហរណ៍សេចក្តីជូនដំណឹងដែលមិនមានចំណងជើងគឺជាសេចក្តីជូនដំណឹងដែលមានលក្ខណៈជាការឆ្លើយតបឬឆ្លើយបំភ្លឺសម្រាប់ជម្រាបដល់ព័ត៌មានដល់ស្ថាប័នអង្គភាពរូបវន្តបុគ្គលនីតិបុគ្គលសេចក្តីជូនដំណឹងដែលមិនមានចំណងជើងមានកម្មវត្ថុឬយោងបាទឧទាហរណ៍សេចក្តីជូនដំណឹងស្តីពីការបើកវគ្គបណ្ដុះបណ្ដាលអំពី gender សេចក្តីជូនដំណឹងស្តីពីការរៀបចំផ្សព្វផ្សាយផលិតផលសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងគោក្របីអីចឹងទៅ 1.1.5 បាទនិយាយអំពីលិខិតអញ្ជើញគឺជាលិខិតដែលឃុំសង្កាត់រៀបចំឡើងដើម្បីធ្វើការអញ្ជើញបុគ្គលឬតំណាងក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលឲ្យចូលរួមសកម្មភាពរបស់ឃុំបាទចំពោះកិច្ចការដែលពាក់ព័ន្ធទៅនឹងបុគ្គលឬអង្គភាពទាំងនោះដោយមានបញ្ជាក់ពីឈ្មោះឋានៈទីកន្លែងប្រជុំប្រារព្ធពិធីការបរិច្ឆេទកម្មវិធីរបៀបវគ្គប្រជុំអីចឹងទៅបាទ 1.1.6 យើងនិយាយអំពីលិខិតបញ្ជាបេសកកម្មអ្វីទៅជាលិខិតបញ្ជាបេសកកម្មបាទលិខិតបញ្ជាបេសកកម្មគឺជាលិខិតដែលឃុំសង្កាត់រៀបចំឡើងដើម្បីចាត់តាំងមន្ត្រីបុគ្គលិកឲ្យចូលរួមក្នុងសកម្មភាពនានានៅក្រៅឃុំលិខិតនេះមានភ្ជាប់ជាមួយនឹងទិដ្ឋាការធ្វើដំណើរទិដ្ឋាការធ្វើដំណើរគឺជាលិខិតរដ្ឋបាលមួយប្រភេទសម្រាប់ឲ្យអ្នកដែលមានភារកិច្ចទៅបំពេញបេសកកម្មហ្នឹងយកទៅចុះទិដ្ឋាការនៅកន្លែងការបរិច្ឆេទមធ្យោបាយធ្វើដំណើរនិងហត្ថលេខារបស់អង្គភាពមានសមត្ថកិច្ចដែលបានអនុញ្ញាតនឹងអង្គភាពដែលបានទទួលដឹងឮអំពីការចេញដំណើរការមកដល់និងពីដំណាក់មួយទៅដំណាក់កាលមួយទៀតអញ្ចឹងដល់ពេលត្រឡប់មកវិញត្រូវមានរបាយការណ៍ក៏ដូចជាការរាយការណ៍ជូនទៅដល់មេឃុំចៅសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានជ្រាបអំពីលទ្ធផលឬបញ្ហាសំខាន់ផ្សេងៗទៀតដែលខ្លួនបានទៅចូលរួមអញ្ចឹងលិខិតបេសកកម្មនេះមានន័យថាឧទាហរណ៍ថាស្មានឃុំគាត់ទៅប្រជុំនៅខេត្តអញ្ចឹងក៏ទៅភ្ជាប់នៅបេសកកម្មក៏ដូចជាទិដ្ឋាការដើម្បីទៅចូលរួមប្រជុំហើយក្នុងហ្នឹងគឺមានហត្ថលេខារបស់មេឃុំហើយក៏មានហត្ថលេខាសម្រាប់អង្គភាពដែលគាត់ឃើញយើងហ្នឹងដែលទទួលដឹងឮហ្នឹងក៏មានហត្ថលេខានិងត្រាសម្រាប់ឲ្យយើងយកមកវិញដែរហើយយើងរាយការណ៍ជូនទៅលោកស្រីមេឃុំចឹងទៅមេឃុំចៅសង្កាត់ចឹងទៅ